រឿងកូនប្រសាស្រីមិនត្រូវគ្នានឹងម្ដាយឪពុកក្មេកនៅឯភូមិត្រពាំងរុនក្នុងខេត្តកំពង់ចាមលោកតាហាក់អាយុ70ឆ្នាំនិងយាយនឿនអាយុ68ឆ្នាំរស់នៅក្នុងខ្ទមឈើចាស់តូចមួយក្បែរវាលស្រែជីវិតរបស់គាត់ទាំងពីរនាក់ប្រៀបដូចជាទឹកក្នុងអូររដូវប្រាំងដែលហាក់ស្ងប់ស្ងាត់តែខ្វះភាពរស់រវើកពួកគាត់មានកូន4នាក់ប៉ុន្តែកូន3នាក់សុទ្ធតែមានគ្រួសារនិងមានការងារធ្វើនៅខេត្តផ្សេងៗហើយកូនដែលនៅជិតជាងគេគឺនៅទីរួមខេត្តចំណែកកូនពៅរបស់គាត់ឈ្មោះសីហាជាកូនព្រំដែលពួកគាត់ស្រឡាញ់និងនឹកនាជាងគេបានទៅធ្វើការនៅឯទីក្រុងភ្នំពេញអស់រយៈពេល6ឆ្នាំមកហើយសីហាជាកូនដែលរៀនពូកែជាងគេក្នុងចំណោមបងប្អូនទាំងអស់ហើយបានបដិញ្ញាចិត្តខានឹងតស៊ូដើម្បីជួយផ្គត់ផ្គង់ឪពុកម្ដាយតាហាក់និងយាយនឿនរស់នៅដោយពឹងផ្អែកលើចំណូលតិចតួចពីការដាំដុះបន្លែនិងការចិញ្ចឹមមាន់រៀងរាល់ល្ងាចយាយនឿនតែងតែអង្គុយគន់មើលរូបថតចាស់ៗរបស់សីហាហើយនិយាយរៀបរាប់ពីការលំបាកក្នុងភូមិនៅពេលដែលគាត់ខលទូរស័ព្ទទៅកូនសីហាកូនភ្លៀងល្ងាចនេះខ្លាំងណាស់ខ្ទមយើងលិចទឹកទៀតហើយម៉ែពុកមិនអីទេគ្រាន់តែនឹកកូនខ្លាំងណាស់យាយនឿននិយាយទៅកាន់កូនប្រុសតាមទូរស័ព្ទពុកម៉ែខ្ញុំសំទោសដែលមិនអាចនៅជិតពុកម៉ែបានខ្ញុំកំពុងខំធ្វើការខ្ញុំនឹងផ្ញើលុយឲ្យពុកម៉ែជួសជុលឆាប់នេះសីហាឆ្លើយតបមកវិញដោយក្តីអាណិតអាសូរយាយនឿនមិនដែលទាមទារអ្វីពីកូនឡើយគ្រាន់តែត្រូវការវត្តមានរបស់កូននិងពាក្យផ្អែមល្ហែមពីកូនតែប៉ុណ្ណោះជីវិតរបស់គាត់ទាំងពីរនាក់គឺពោរពេញទៅដោយការរងចាំនិងក្តីសង្ឃឹមក្នុងចិត្តរបស់គាត់តែងតែគិតថាសីហាជាក្តីសង្ឃឹមចុងក្រោយរបស់ពួកគាត់មួយសប្តាហ៍មុនបុណ្យចូលឆ្នាំខ្មែរយាយនឿនបានទទួលដំណឹងដ៏រំភើបមួយសីហាបានខលមកប្រាប់ថាគាត់នឹងវិលត្រឡប់មកភូមិវិញនិងឈប់ធ្វើការនៅភ្នំពេញពុកម៉ែខ្ញុំបានលាឈប់ហើយខ្ញុំរកស៊ីបានលុយគួរសមហើយខ្ញុំនឹងយកលុយនេះមកបើកហាងតូចមួយនៅជិតភូមិយើងខ្ញុំនឹងនៅក្បែរពុកម៉ែចាប់ពីពេលនេះទៅសីហាប្រាប់ទៅឪពុកម្ដាយដោយទឹកមុខរីករាយដំណឹងនេះបានធ្វើឲ្យតាហាក់និងយាយនឿនសប្បាយចិត្តជាពន់ពេកពួកគាត់បានរៀបចំផ្ទះសម្បែងសម្អាតខ្ទមចាស់របស់គាត់និងរងចាំកូនប្រុសវិលត្រឡប់មកវិញនៅថ្ងៃដែលសីហាមកដល់គាត់មិនបានមកតែម្នាក់ឯងទេគាត់បានមកជាមួយភរិយាថ្មីរបស់គាត់ឈ្មោះម៉ានីដែលជាក្មេងស្រីអ្នកទីក្រុងភ្នំពេញមានរូបរាងស្អាតបាតនិងស្លៀកពាក់ទាន់សម័យម៉ានីមិនបានបង្ហាញនូវភាពកក់ក្ដៅនិងការគោរពដោយស្ត្រីអ្នកស្រែចំពោះចាក់ទុំឡើយនាងបានចូលមកដល់ខ្ទមចាស់របស់យាយតាដោយទឹកមុខជូរនិងការមិនពេញចិត្តអាយ៉ានេះជាផ្ទះដែលយើងត្រូវរួមនៅឬវាតូចណាស់ហើយគ្មានម៉ាស៊ីនត្រជាក់គ្មានទូរទស្សន៍ធំទេឬម៉ានីនិយាយទៅកាន់សីហាទាំងសំឡេងលឺដោយមិនបានស្វាគមន៍យាយតាឡើយយាយនឿនដែលកំពុងឈរញញឹមទទួលកូនទាំងរំភើបស្រាប់តែក្តៅស្លឹកត្រចៀកនៅពេលឮពាក្យសម្ដីរបស់កូនប្រសាស្រីម៉ានីជាកូនអ្នកទីក្រុងដែលទម្លាប់នឹងភាពស្រណុកសុខស្រួលនាងបានបង្ហាញពីការមិនពេញចិត្តរបស់នាងចំពោះបរិយាកាសក្នុងភូមិរឿងអាហារពេលយាយនឿនរៀបចំម្ហូបខ្មែរធម្មតាដូចជាទឹកគ្រឿងនិងបន្លែស្រស់ម៉ានីមិនហ៊ានប៉ះឡើយនាងបានរអ៊ូដាក់សីហាថាខ្ញុំអត់ចូលចិត្តទេខ្ញុំឃ្លានស៊ូស៊ីនិង Swiss roll រឿងការងារផ្ទះម៉ានីមិនដែលជួយការងារផ្ទះឡើយនាងតែងតែអង្គុយលេងទូរស័ព្ទនៅលើគ្រែខណៈពេលដែលយាយនឿនត្រូវចុះផ្ទះបាយទាំងឈឺខ្នងរឿងរបៀបរស់នៅម៉ានីមិនចូលចិត្តក្លិនផ្សែងអុសនិងក្លិនស្រែទេនាងតែងតែត្អូញត្អែពីមុខនិងភាពកក់ក្រវក់ក្នុងខ្ទមដែលធ្វើឲ្យយាយតាពិបាកចិត្តយ៉ាងខ្លាំងយាយនឿនបានព្យាយាមអត់ធ្មត់ព្រោះគាត់ស្រឡាញ់កូនប្រុសហើយមិនចង់ឲ្យមានជម្លោះប៉ុន្តែការអត់ធ្មត់របស់គាត់ហាក់ដូចជាគ្មានប្រយោជន៍ជម្លោះតូចបានចាប់ផ្ដើមកើតឡើងរៀងរាល់ថ្ងៃនៅពេលព្រឹកមួយម៉ានីបានឃើញយាយនឿនលាងចាននៅក្នុងទឹកអូរក្បែរខ្ទមនាងក៏ស្រែកដាក់យាយទាំងកំហឹងយាយឯងលាងចាននៅទីនោះធ្វើអីវាមានមេរោគយាយឯងមិនដឹងថាទឹកអូរវាស្មុគក្រវកទេឬយាយឯងអាចធ្វើឲ្យឃីមឈឺបាន
យាយនឿនភ្ញាក់ព្រើតហើយនិយាយថាចាននេះម៉ែលាងស្អាតហើយតើកូនទឹកអូននេះស្អាតទេកុំប្រកែកខ្ញុំមិនហ៊ានប្រើចានរបស់យាយឯងទៀតទេចាប់ពីពេលនេះទេខ្ញុំនឹងទិញចានថ្មីផ្ទាល់ខ្លួនម៉ានីនិយាយទាំងសម្លេងខ្លាំងហើយដើរចូលទៅក្នុងខ្ទមវិញតាហាក់បានឃើញហេតុការណ៍នោះហើយបានចាប់ផ្ដើមខឹងសម្បាយ៉ាងខ្លាំងចំពោះកូនប្រសាបញ្ហាធំបានកើតឡើងនៅពេលដែលសីហាចាប់ផ្ដើមសាងសង់ហាងរបស់គាត់នៅក្បែរផ្លូវធំក្នុងភូមិសីហាបានយកលុយដែលគាត់សន្សំបានអស់6ឆ្នាំមកចំណាយលើការសាងសង់នេះម៉ានីបានទាមទារឲ្យសីហាផ្ទេរកម្មសិទ្ធិហាងនឹងដីដែលហាងនោះសង់ឲ្យទៅឈ្មោះរបស់នាងបងត្រូវតែផ្ទេរដីហាងនេះឲ្យមកឈ្មោះខ្ញុំមិនជឿទុកចិត្តលើគ្រួសារបងទេបងប្អូនបងអាចលួចទ្រព្យសម្បត្តិយើងបានម៉ានីនិយាយដោយសម្ងាត់ទៅកាន់សីហាមិនហ៊ានចំទាស់ភរិយាទេព្រោះគាត់ស្រឡាញ់នាងខ្លាំងប៉ុន្តែតាហាក់បានឮការសន្ទនានោះសីហាកូនហាងនេះកូនសង់នៅលើដីរបស់ពុកឯងមិនត្រូវផ្ទេរវាឲ្យនរណាម្នាក់ឡើយដីនេះត្រូវតែទុកឲ្យកូនប្រុសរបស់ឯងពេលធំឡើងតាហាក់ស្រែកទាំងកំហឹងហើយលើកឈើជ្រុតចង្អុលមុខសីហាម៉ានីក៏ស្ទុះចេញមកហើយនិយាយតបទៅកាន់តាហាក់វិញតាឯងចាស់ហើយតាឯងមិនចាំបីមកពាក់ព័ន្ធរឿងខ្ញុំនិងប្តីរបស់ខ្ញុំទេយាយតាឯងមានកូន4នាក់ហេតុអីបានជាគិតតែពីកូនប្រុសទៅតាឯងខ្លាចថាខ្ញុំនឹងយកទ្រព្យសម្បត្តិរបស់សីហាហើយបោះបង់ចោលយាយតាឯងឬពាក្យសម្ដីរបស់ម៉ានីបានចាក់ទម្លុះបេះដូងរបស់តាហាក់និងយាយនឿនពួកគាត់យល់ថាជញ្ជាំងដីបំបីគ្រួសាររបស់គាត់មិនមែនជាទីក្រុងភ្នំពេញនោះទេតែជាចំណងស្នេហ៍ថ្មីរបស់កូនប្រុសសីហានិងម៉ានីបានផ្លាស់ទៅរស់នៅក្នុងផ្ទះជួលនៅក្បែរហាងថ្មីរបស់ពួកគេសីហាបានបំពេញការសន្យារបស់គាត់បានមកលេងឪពុកម្ដាយជារៀងរាល់ថ្ងៃហើយបានផ្ញើលុយឲ្យពួកគាត់ទៀងទាត់ប៉ុន្តែភាពខុសគ្នារវាងការមកលេងនិងការរស់នៅជាមួយគ្នាគឺធំធេងណាស់ខ្ទមចាស់របស់តាហាក់និងយាយនឿនបានវើទៅរកភាពឯកោដដែលពួកគាត់បានត្រឹមតែអង្គុយរង់ចាំកូនប្រុសមកលេងហើយនៅពេលសីហាមកដល់គាត់បានត្រឹមតែនៅជាមួយពួកគាត់បានមួយផ្លែតហើយក៏ត្រូវត្រឡប់ទៅរកភរិយាវិញយាយនឿនមិនហ៊ាននិយាយពីម៉ានីទៀតឡើយព្រោះខ្លាចចំនួនកាន់តែរីកធំគាត់គ្រាន់តែដកដង្ហើមធំហើយទទួលយកជោគវាសនានៃការរស់នៅតែ2នាក់នៅយប់មួយតាហាក់បានចាប់ដៃយាយនឿនហើយនិយាយដោយសំឡេងតិចៗនឿនកុំបារម្ភពីសីហាពេកគាត់មានជីវិតផ្ទាល់ខ្លួនរបស់គាត់ហើយពួកយើងចាស់ហើយយើងមិនគួរទៅបង្ខំឲ្យកូនរស់នៅតាមបំណងរបស់យើងទេសីហាបានបំពេញកាតព្វកិច្ចរបស់គាត់ក្នុងនាមជាកូនគឺគាត់បានផ្ដល់លុយឲ្យយើងគ្រប់គ្រាន់អ្វីដែលយើងត្រូវធ្វើគឺត្រូវតែថែរក្សាខ្លួនឯងឲ្យបានល្អកុំឲ្យកូនបារម្ភយាយនឿនបានស្រក់ទឹកភ្នែកតែគាត់យល់ពីបំណងរបស់ស្វាមីគាត់បានយល់ថាក្តីសុខរបស់កូនគឺជាក្តីសុខរបស់ឪពុកម្ដាយទោះបីជាក្តីសុខនោះមិនអាចមានវត្តមានរបស់ពួកគាត់នៅក្បែរក៏ដោយរឿងរ៉ាវរបស់តាហាក់និងយាយនឿនបានបង្ហាញពីការពិតនៃជីវិតគ្រួសារខ្មែរជាច្រើនការលះបង់របស់ឪពុកម្ដាយចំពោះកូនបានធំឡើងហើយមានជីវិតថ្មីរបស់ពួកគេចំណែកឪពុកម្ដាយនៅតែរក្សាឫសគល់និងភាពកក់ក្ដៅនៅឯស្រុកកំណើតទោះបីជាម៉ានីមិនចុះសម្រុងជាមួយឪពុកម្ដាយក្មេកក៏ដោយក៏នាងបានជួយឲ្យសីហាទទួលបានជោគជ័យក្នុងការរកស៊ីដែលជាចំណុចវិជ្ជមានមួយយាយតាត្រូវតែរៀនទទួលយកចំណូលថ្មីនៃជីវិតកូនប្រុសរបស់ពួកគេទាំងពីរនាក់បានសម្លឹងមើលខ្ទមចាស់របស់ពួកគេដែលឥឡូវនេះមានសភាពស្ងប់ស្ងាត់វិញភាពស្ងប់ស្ងាត់នោះគឺជាសញ្ញានៃការលះបង់និងសញ្ញានៃការយល់ដឹងពួកគាត់ដឹងថាក្តីស្រឡាញ់ដែលកូនមានចំពោះពួកគាត់នៅតែមានគ្រាន់តែវាត្រូវបានបែងចែកទៅឲ្យមនុស្សម្នាក់ទៀតតែប៉ុណ្ណោះតាហាក់នឹងយាយនឿននៅតែបន្តធ្វើកសិកម្មតូចៗហើយរងចាំថ្ងៃដែលកូនរបស់គាត់ទាំងអស់នឹងវិលត្រឡប់មកជួបជុំគ្នានៅផ្ទះជាថ្មីពួកគេមានក្តីសង្ឃឹមតែមួយគត់គឺសេចក្តីសុខរបស់កូនសូមជួយចុច Subscribe ឬជាវដើម្បីលើកទឹកចិត្តដល់ Admin និងទទួលបានរឿងនិទានថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា